អាប៉ែនឹងបានពឹងសៃតាម៉ាដែលជាហេរ៉ូធំថ្នាក់ C នឹងទៅបំពេញបេសកកម្មមួយដែលជាបេសកកម្ម God Level សៃតាម៉ាឮហើយគាត់ក៏បានឆ្ងល់ថាតើមានរឿងអីកើតឡើងឲ្យប្រកបអាប៉ែមួយនឹងក៏បានបញ្យល់ថាពួកគេនឹងបានរកឃើញប្រភពធម្មពលដ៏ខ្លាំងក្លាមួយហើយវាអាចនឹងប៉ះពាល់ដល់មនុស្សលោករបស់យើងដូចនេះគាត់ចង់ឲ្យសៃតាម៉ានឹងទៅមើលថាមានរឿងអ្វីកើតឡើងនៅទីនោះគឺដោយសារតែសៃតាម៉ានឹងកំពុងតែនៅជិតទីតាំងនឹងជាងគេសៃតាម៉ាឮដូចនេះក៏បានសួរបញ្ជាអាប៉ែនឹងថាតែចង់ឲ្យគាត់នឹងទៅកាត់មុខកាត់មាត់ក្រុមហេរ៉ូថ្នាក់ S rank មែនហើយបើអញ្ចឹងមែនចាំគាត់ទៅក៏បានដែរអត់អីទេអញ្ចឹងនិយាយទៅសៃតាម៉ាពេលហ្នឹងគាត់គិតថាប្រហែលជាការងាររបស់ពួកហេរ៉ូថ្នាក់ S rank អញ្ចឹងទៅគាត់អត់ចង់ប៉ះពាល់អញ្ចឹងណាក៏តែធ្វើម៉េចបើគេប្រើគាត់ហើយគាត់ក៏ទៅកាត់មកមើលខាងកូគូឯនេះវិញពេលនេះសេនរ៉នក៏បានត្រឡប់ទៅវិញហើយកូគូក៏បានឈរចាំអ្នកដែលខ្លាំងហ្នឹងមកវាយជាមួយគាត់ហ្នឹងនៅកន្លែងហ្នឹងកូគូពេលហ្នឹងអន្ទះសារខ្លាំងមែនតើគាត់ចង់ដឹងថាតើគូប្រកួតដ៏ខ្លាំងក្លារបស់គាត់ហ្នឹងរូបរាងវាម៉េចមិនយូរប្រហែលសៃតាម៉ាក៏បានមកដល់នេះមកដល់អីរូបរាងអញ្ចឹងក្បាលងៅអញ្ចឹងមានអីស្អាតដែរតាសៃតាម៉ានៅពេលដែលមកដល់ឃើញអត់មានអីចឹងឃើញតែមនុស្សម្នាក់អញ្ចឹងគាត់ក៏បានគិតថាពួកហ្នឹងប្រេងគាត់ហើយព្រោះអីគាត់អត់មានឃើញ God level អីនៅនឹងផងហ្នឹងពេលនោះកូគូក៏បាននិយាយទៅកាន់សៃតាម៉ាដោយគាត់បានអរគុណទៅកាន់សៃតាម៉ារួចនិយាយទៅកាន់សៃតាម៉ាថាគាត់ខិតខំប្រឹងប្រែងរកគូប្រកួតដូចជាសៃតាម៉ាហ្នឹងអស់រយៈពេលជាយូរណាស់មកហើយសៃតាម៉ានៅពេលដែលឮបែបនេះគាត់អត់យល់ពីអ្វីដែលកូគូហ្នឹងនិយាយពីអីនោះទេដោយសារតែគាត់នឹងមិនដែលស្គាល់កូគូពីមុនមកផងហ្នឹងហើយនៅសុកហ្នឹងកូគូចង់វាយសៃតាម៉ាទៀតធ្វើឲ្យសៃតាម៉ាហ្នឹងឆ្ងល់ជាខ្លាំងពេលហ្នឹងសៃតាម៉ាក៏បានគិតក្នុងចិត្តថាហីអាពេលហ្នឹងចង់វាយគ្នាមែនបើចង់វាយអញ្ចឹងដែលចេះខ្លាចពីងកាលថាមត្រូវពេលវាយឈ្នះពាក់ហ្នឹងគេឲ្យយើងឡើងទៅជាហេរ៉ូថ្នាក់ S ក៏ថាបានដែរចំណែកកូគូវិញនៅពេលដែលគាត់បានឈរប្រឈមមុខជាមួយនឹងសៃតាម៉ាហ្នឹងគាត់មានអារម្មណ៍ថាគាត់ដឹងពីធម្មពលដ៏ខ្លាំងក្លាចេញពីក្នុងខ្លួនរបស់សៃតាម៉ាយ៉ាងច្បាស់ហើយគាត់ក៏បានគិតក្នុងចិត្តថាគាត់នឹងសប្បាយដៃជាមិនខានទេពេលវាយជាមួយសៃតាម៉ាតិចទៀតហ្នឹងមិនយូរប្រហែលការប្រយុទ្ធគ្នារវាងអ្នកទាំងពីរក៏បានផ្ទុះឡើងដោយដំបូងឡើយកូគូបានបដូររាងកាយរបស់គាត់ទៅជាទម្រង់ Super Saiyan ដែលមានសក់ពណ៌លឿងឃើញដូចនេះសៃតាម៉ាក៏ស្ទុះមកវាយកូគូមួយដៃយ៉ាងលឿនឡើងដូចភ្នែកបន្ទោលចឹងដែលធ្វើឲ្យកូគូនឹងប្រេះអាវរយះអាវខ្ទេចតែម្ដងនៅពេលដែលកូគូស៊ីកំដាប់ដៃរបស់សៃតាម៉ាមួយនេះហើយធ្វើឲ្យគាត់នឹងគិតក្នុងចិត្តថាគាត់អត់ដែលបានត្រូវណាគេវាយគាត់ដោយធម្មពលដ៏ខ្លាំងសាហាវដល់ថ្នាក់នឹងទេបន្ទាប់មកកូគូក៏បានសងសៃតាម៉ាម្ដាយចំកណ្ដាលមកវិញក៏ប៉ុន្តែយើងឃើញថាសៃតាម៉ាអត់មានលំបើកអីបន្តិចសោះហ្មងហើយក៏បានថែមទៅកូគូម្ដាយវិញទៀតបន្ទាប់មកកូគូក៏បានប្រើធម្មពល Super Saiyan របស់គាត់នឹងបាញ់ធម្មពលពន្លឺកាំរស្មីទៅកាន់សៃតាម៉ាឡើងហុយដលងពេញនឹងតែម្ដងដែលវាធ្វើឲ្យសៃតាម៉ានឹងប៉ើងទៅដល់ខាងលើពេលនោះកូគូក៏បានឡើងទៅតាមសៃតាម៉ាហើយប្រើធម្មពលរបស់គាត់នឹងដាក់សៃតាម៉ាម្ដាយទៀតឡើងកើមេឃកើដីអស់ហើយក៏ប៉ុន្តែពេលហ្នឹងកូគូនៅតែវាយសៃតាម៉ាអត់ទៅបើកទៅដែរហើយសៃតាម៉ានឹងនៅធ្វើមុខស្មើដាក់កូគូធម្មតាទៀតកូគូនៅពេលដែលឃើញខ្លួនឯងវាយសៃតាម៉ាអត់ឈឺចឹងគាត់ឆ្ងល់ជាខ្លាំងថាសៃតាម៉ានឹងជាមនុស្សហើយក៏ជាអីឲ្យប្រកាសបានខ្លាំងអីខ្លាំងមកម៉េះមិនទាន់បានឆ្ងល់អស់ចិត្តហងពេលហ្នឹងស្រាប់តែសៃតាម៉ាចាប់ដៃរបស់កូគូចេញហើយគាត់ក៏បានម៉ាត់កូគូម្ដាយចំពោះទឹកឡើងប៉ើងចង់100យោជហើយសៃតាម៉ាក៏បានយកក្បាលតងោរបស់គាត់ហ្នឹងទៅបុកកូគូបន្ថែមទៀតក៏ប៉ុន្តែពេលហ្នឹងកូគូក៏បានបាញ់ធម្មពលពន្លឺរបស់គាត់ទៅកាន់សៃតាម៉ាវិញហើយយើងក៏បានឃើញថាសៃតាម៉ាកិច្ចពីធម្មពលនោះបានដោយងាយស្រួលតែម្ដងបន្ទាប់មកសៃតាម៉ាក៏បានបង្ហើយកូគូម្ដាយដែលធ្វើឲ្យកូគូហ្នឹងធ្លាក់ចុះមកខាងក្រោមនៅពេលដែលសៃតាម៉ាចុះមកដល់ក្រោមវិញគាត់ក៏បានដើរចេញពីកន្លែងដែលកូគូធ្លាក់មុននេះហើយគាត់ក៏បានគិតក្នុងចិត្តថាតើនឹងមែនជា God level ដែលគេបានប្រាប់គាត់ឲ្យមកមើលហ្នឹងមិនទាន់បានដើរចេញបានប្រហែលផងភ្លាមនោះកូគូក៏បានដឹងខ្លួនឡើងវិញជាមួយនឹងទម្រង់ខ្លាំងមួយកម្រិតទៀតរបស់គាត់ដែលវាគឺជាទម្រង់ Super Saiyan Blue ចំណែកឯសៃតាម៉ាវិញនៅពេលដែលឃើញទម្រង់ថ្មីរបស់កូគូអញ្ចឹងធ្វើឲ្យគាត់នឹងលាន់មាត់ថាជុំអាពេលនេះដូរពណ៌សក់ទៀតយេអាងតែមានសក់ចេះតែដូរពណ៌ទៅពីទៅពីតែម្ដងវៃអត់ចេះក្រែងចិត្តឯងសោះនៅក្នុងទម្រង់ Super Saiyan ពណ៌ខៀវនេះកូគូអាចវាយសៃតាម៉ាបានខ្លាំងជាងមុនហើយថែមទាំងធ្វើឲ្យសៃតាម៉ានឹងចេះឈឺសាច់ថែមទៀតនិយាយទៅពេលហ្នឹងកូគូចាប់ដើមដេញវាយសៃតាម៉ាវិញម្ដងហើយកូគូបានវាយសៃតាម៉ាប៉ើងទៅខ្ទប់នឹងច្រាំងថ្មដ៏ធំមួយហើយថែមទាំងវាយសៃតាម៉ាបំបែកច្រាំងថ្មនោះថែមទៀតបន្ទាប់មកគាត់ក៏បានសាប់ទៅលើមុខរបស់សៃតាម៉ាជាច្រើនដៃសាប់យកតែម្ដងហើយក៏បានវាយសៃតាម៉ានឹងធ្លាក់ចុះមកក្រោមវិញដោយដែលការសៃតាម៉ានឹងវាយគាត់អញ្ចឹងនៅពេលដែលកូគូ teleport ចុះមកដល់ខាងក្រោមបានបន្តិចភ្លាមនោះសៃតាម៉ាក៏ស្ទុះឡើងមកវិញនៅពីក្រោយខ្នងកូគូវិញយ៉ាងលឿនតែម្ដងដែលថាល្បឿនរបស់សៃតាម៉ាពេលនោះគឺកូគូមិនដឹងថាសៃតាម៉ានឹងមកដល់ក្រោយខ្នងរបស់គាត់តាំងពីកាលនោះទេ
ไซตามะก็បាននិយាយទៅកាន់គោគូថាទីបំផុតគាត់បានរកឃើញដៃគូដែលស័ក្តិសមជាមួយនឹងគាត់ហើយដោយសារតែកន្លងមកនឹងគាត់កម្ចាត់សត្រូវរបស់គាត់គឺប្រើតែកំដាប់ដៃមួយដៃរបស់គាត់តែប៉ុណ្ណោះក៏ប៉ុន្តែពេលនេះគាត់បានវាយគ្នាជាមួយនឹងគោគូឡើងសាហាវខូខើតែម្ដងគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនក្រោយពីនិយាយរួចសៃតាម៉ាក៏បានប្រើ skill ប្រចាំតកោរបស់គាត់នឹងដែលមានឈ្មោះថា Serious Punch ទៅលើគោគូដែលធ្វើឲ្យគោគូប៉ើងចូលទៅក្នុងសមុទ្រក្រោយពីការប្រយុទ្ធគ្នានៅក្នុងបាតសមុទ្រដ៏ខ្លាំងក្លាយើងឃើញថាធម្មពលរបស់ពួកគេនឹងបានធ្វើឲ្យសមុទ្រនឹងញែកទៅជារង្វង់ដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លារបស់ធម្មពលអ្នកទាំងពីរនៅក្នុងការប្រយុទ្ធពេលនឹងដែរយើងក៏បានឃើញថាសៃតាម៉ាអាចទប់ទល់ជាមួយនឹងធម្មពលរបស់គោគូបានទាំងអស់ជាមួយនឹងទម្រង់ Super Saiyan Blue នឹងដោយហេតុនេះគោគូក៏បានអវិចធម្មពលគាត់ឡើងមកកម្រិតទៀតដែលវាគឺជាទម្រង់ Super Saiyan Blue Kaioken នៅក្នុងទម្រង់នេះដែរវាអនុញ្ញាតឲ្យគោគូនឹងប្រើធម្មពលបានខ្លាំងក្លាមួយកម្រិតទៀតក៏ប៉ុន្តែវាមានរូបរាងដូចទៅនឹងទម្រង់ Super Saiyan Blue ដែរនៅពេលដែលកំពុងតែឈរមើលគោគូបង្កើនធម្មពលរបស់គាត់នឹងភ្លាមនឹងទូរស័ព្ទរបស់សៃតាម៉ាក៏បានរោឡើងសៃតាម៉ាក៏បានលើកទូរស័ព្ទនឹងឡើងហើយក៏បានដឹងថាវាគឺជាកូនសិស្សរបស់គាត់ចេននោះដែលខលមកគាត់នឹងអាឡូអូចេននោះហ៎អូហើយខំមកលោកគ្រូមានការអីឥឡូវហ្នឹងលោកគ្រូកំពុងតែជាប់ដៃវាយគ្នាអាឡូហ្នឹងហើយលោកគ្រូខ្ញុំចង់ប្រាប់រឿងមួយហ្នឹងណាថ្ងៃមិញហ្នឹងខ្ញុំអត់ជឿទេថាគេលក់សាច់បញ្ចុះតម្លៃតពេលខ្ញុំមើលចុះឡើងទៅគេលក់សាច់បញ្ចុះតម្លៃមែនហើយគេលក់ដងងាកហ្នឹងហើយបើលោកគ្រូឯងមកអត់ទាន់ងាកហ្នឹងទេគេលក់អស់ហើយយីថាម៉េចសាច់បញ្ចុះតម្លៃមែនចេនណោះហ្នឹងហើយអូអរគុណដែលបានប្រាប់លោកគ្រូអូប៉ានេះចំណេញលុយទៀតហើយចឹងអត់អីទេចឹងនោះចាំតិចទៀតចាំលោកគ្រូទៅលោកគ្រូសុំប្រហើយដៃតិចសិនណាហើយមើលអាថ្ងៃហ្នឹងជួបដៃគូខ្លាំងមែនតើហើយអាប៉ែហ្នឹងសំខាន់វាចេះដូរពណ៌សក់ទៀតវាដូរសក់ទៅមកអាងថាលោកគ្រូអត់មានសក់ដូរដូចវានៅពេលហ្នឹងសៃតាម៉ាមិនទាន់បានបិទទូរស័ព្ទពីចេននៅផងគោគូក៏បានហក់មកវាយសៃតាម៉ាវាយយកតែម្ដងដោយសារតែគោគូហ្នឹងខឹងនឹងសៃតាម៉ាពីព្រោះឃើញថាសៃតាម៉ាហ្នឹងពង្រើយកតើមួយគាត់និយាយទៅដោយសារតែគោគូនោះអត់ដឹងពីចរិតសៃតាម៉ាហើយយើងក៏បានដឹងហើយថាសៃតាម៉ារបស់យើងមានចរិតតែអញ្ចឹងពេលវាយគ្នាម្ដងគាត់ធ្វើហីមិនដែលខ្វល់មួយណាទេនៅពេលហ្នឹងសៃតាម៉ាក៏បានឲ្យគោគូហ្នឹងវាយគាត់ free តែម្ដងហើយគាត់គ្រាន់តែចង់និយាយបញ្ចប់គ្នាជាមួយនឹងចេននោះតែប៉ុណ្ណោះក្រោយពីបិទទូរស័ព្ទពីចេននោះហើយសៃតាម៉ាក៏បានតដៃទៅកាន់គោគូវិញយ៉ាងសាហាវតែម្ដងនិយាយពីថាពេលហ្នឹងពីអ្នកនឹងវាយគ្នាឡើងអង្គើបេងជួយដីអស់ហើយក្រោយពីផ្ទុះធម្មពលដ៏ខ្លាំងក្លារវាងគ្នានឹងគ្នាធ្វើឲ្យសៃតាម៉ានឹងកាន់តែមានកំហឹងខ្លាំងជាងមុនហើយឥឡូវនេះគាត់ខឹងខ្លាំងមែនតែម្ដងសៃតាម៉ាក៏បានវាយសន្ធាប់ទៅលើមុខរបស់គោគូជាច្រើនដៃដោយប្រើសេរីផាញ់ដែលធ្វើឲ្យគោគូនឹងដួលទៅនឹងដីហើយប្រែទៅជាទម្រង់ដូចដើមវិញដោយឃើញថាគោគូនឹងងើបឡើងវិញលេងរួយសៃតាម៉ាក៏បានរៀបចំចាក់ចេញទៅទិញសាច់បញ្ចុះតម្លៃហើយគាត់ក៏បាននិយាយថាដោយសារតែគោគូនឹងធ្វើឲ្យគាត់នឹងខាតពេលច្រើនណាស់ខ្លាចតែគាត់នឹងទៅសារទិញសាច់បញ្ចុះតម្លៃអត់ទាន់គេនោះទេមិនទាន់បានចេញតាណាផុតហងព្រាមនោះគោគូក៏ងើបឡើងម្ដងទៀតហើយក៏បានប្រាប់ទៅសៃតាម៉ាថាកំទាន់អាលវាអត់ទាន់បានបញ្ចប់នោះទេឃើញដូចនេះធ្វើឲ្យសៃតាម៉ាខឹងជាខ្លាំងហើយក៏បានវាយគោគូនឹងជាច្រើនដៃបន្ថែមទៀតដែលធ្វើឲ្យគោគូនឹងប្រែទៅជារូបរាងទម្រង់ថ្មីមួយទៀតដែលទម្រង់នេះដែរវាមិនមែនជាទម្រង់ Super Saiyan ទៀតនោះទេវាគឺជាទម្រង់ Ultra Instinct Omen នៅក្នុងទម្រង់នេះគឺជាទម្រង់ដែលនៅក្បែរទម្រង់ដែលខ្លាំងជាងគេបង្អស់របស់គោគូយើងឃើញថានៅក្នុងទម្រង់នេះវាស្តៀងទៅនឹងទម្រង់ដើមរបស់គោគូអញ្ចឹងក៏ប៉ុន្តែវាខុសទៅលើត្រង់ថាសក់សបន្តិចចំណែកឯរាងកាយរបស់គាត់វិញមានពន្លឺខុសពីទម្រង់ដើមពេលនោះគោគូក៏បានចាប់ដៃសៃតាម៉ាជាប់ដែលធ្វើឲ្យសៃតាម៉ានឹងកម្រើកអត់បាននោះទេហើយគោគូក៏បានប្រើល្បឿនដូចផ្ទះបាញ់របស់គាត់នឹងវាយសៃតាម៉ាមួយដៃដែលធ្វើឲ្យសៃតាម៉ានឹងដាច់មុខថែមទៀតនិយាយទៅលើកនេះជាលើកទី1ហើយសម្រាប់សៃតាម៉ាដែលមានរបួសដោយសារគូសត្រូវក្រោយមកសៃតាម៉ាក៏បានព្យាយាមវាយប្រហារទៅលើគោគូដោយប្រើល្បឿនរបស់គាត់វិញក៏ប៉ុន្តែគាត់មិនអាចធ្វើអីគោគូបាននោះទេនៅពេលនឹងដែរគោគូក៏បានបូក skill ទៅលើសៃតាម៉ាជាច្រើនតែម្ដងជាមួយនឹងទម្រង់រាងកាយថ្មីដ៏ខ្លាំងក្លារបស់គាត់មួយនេះ
ក្រោយពីត្រូវជាច្រើន skill របស់គោគូឯកសណ្ឋាន hero របស់សៃតាម៉ានឹងក៏ត្រូវបានខូចដាច់ខ្ទេចខ្ទីនៅលើខ្លួនរបស់គាត់បន្ទាប់មកសៃតាម៉ាបានឈរតាំងអារម្មណ៍មួយសន្ទុះរួចគាត់ក៏បានគិតក្នុងចិត្តថាគោគូឥឡូវនេះគឺពិតជាខ្លាំងណាស់គាត់មិនអាចទៅដល់កម្រិតរបស់គោគូបាននោះទេភ្លាមនោះគោគូក៏បាន teleport ទៅពីក្រោយសៃតាម៉ាហើយគាត់ក៏បាននិយាយលើកទឹកចិត្តទៅកាន់សៃតាម៉ាដើម្បីឲ្យសៃតាម៉ានឹងអាចតតាំងប្រយុទ្ធគ្នាជាមួយនឹងគាត់បន្តទៀតពេលនោះសៃតាម៉ាក៏ព្យាយាមវាយទៅកាន់គោគូម្ដងទៀតក៏ប៉ុន្តែនៅពេលនេះគាត់មិនអាចសំបីតែចូលទៅចិត្តគោគូបន្ទាប់មកគោគូក៏បានបន្តវាយសៃតាម៉ាជាមួយនឹងល្បឿនក៏ដូចជាធម្មពលរបស់គាត់រហូតដល់សៃតាម៉ានឹងអាចរកឃើញចំណុចកំពូលរបស់ខ្លួនឯងឃើញដោយថាចំណុចកំពូលដ៏ខ្លាំងរបស់សៃតាម៉ាមួយនេះគឺសៃតាម៉ាមិនធ្លាប់ប្រើក៏ដូចជាមិនធ្លាប់បញ្ចេញវាពីមុនមកនោះទេនៅពេលនោះសៃតាម៉ាក៏អាចចូលទៅចិត្តគោគូបានហើយគាត់ក៏បានវាយបកទៅកាន់គោគូវិញយ៉ាងខ្លាំងបន្ទាប់មកយើងក៏បានឃើញថាសៃតាម៉ាវាយទៅកាន់គោគូមានចំហាយធម្មពលដោយទៅនឹងគោគូវាយមកកាន់សៃតាម៉ាដែរកំពុងតែវាយគ្នាសុកនឹងសៃតាម៉ាក៏ទៅប៉ែថែមទៀតលេងអីម្លេងលេងផោមហោះទៅដេញវាយគេឡើងពេញមេឃឡើងស្អុយពេញនឹងតែម្ដងសូម្បីតែខ្លួនឯងនឹងក៏ស្អុយផោមខ្លួនឯងដែរដោយឃើញថាសៃតាម៉ាអាចប្រើធម្មពលរបស់ខ្លួនដល់ចំណុចកំពូលដូចនេះគោគូក៏បានសប្បាយចិត្តដោយសារតែគោគូគិតថាពួកគេទាំងពីរអាចនឹងប្រយុទ្ធគ្នាប្រើប្រាស់ធម្មពលដល់ចំណុចកំពូលទាំងអស់រៀងៗខ្លួនដូចគ្នាដូចនេះគោគូក៏បានបបួលសៃតាម៉ាប្រយុទ្ធគ្នាឲ្យឆ្ងាយពីផែនដីបន្តិចដើម្បីការពារសុវត្ថិភាពពីព្រោះថាផែនដីនេះមិនអាចទប់ទល់នៅធម្មពលដ៏មហាសាលរបស់អ្នកទាំងពីរបាននោះទេឬដូចនេះសៃតាម៉ាក៏យល់ព្រមហើយគាត់ក៏ផោមហោះទៅក្រៅផែនដីដើម្បីប្រយុទ្ធគ្នាជាមួយនឹងគោគូនិយាយទៅតប៉ែហ្មងសៃតាម៉ារបស់យើងហ្នឹងណាក្រោយពីបានប្រយុទ្ធគ្នាអស់មួយសន្ទុះធំធម្មពលអ្នកទាំងពីរហ្នឹងមានការប៉ះទង្គិចគ្នាជាខ្លាំងដោយកម្លាំងប៉ះទង្គិចនេះធ្វើឲ្យចក្រវាឡទាំងមូលលែងមានលំនឹងហើយប្រសិនបើសៃតាម៉ាជាមួយនឹងគោគូនៅតែបន្តប្រយុទ្ធគ្នាដូចនេះទៀតនោះចក្រវាឡទាំងមូលនឹងត្រូវខ្ទេចខ្ទីជាមិនខានឃើញដូចនេះសៃតាម៉ាក៏បានព្យាយាមបញ្ចប់ការប្រយុទ្ធមួយនេះឲ្យបានលឿនបំផុតតាមតែអាចធ្វើបានដោយសៃតាម៉ាបានប្រើកំដាប់ដៃខ្យល់ព្យុះរបស់គាត់ដែលជា ultimate skill របស់គាត់នឹងវាយសម្ដៅទៅកាន់គោគូនិងជាចុងក្រោយគាត់បានបញ្ចប់គោគូដោយប្រើស្នៀតចុងក្រោយរបស់គាត់ដែលមានឈ្មោះថា Dead Serious Punch ឬក៏អាចហៅជាភាសាខ្មែរបានថាកំដាប់ដៃមរណៈនៅពេលដែលគោគូត្រូវមួយដៃនេះហើយធ្វើឲ្យគាត់បាត់បង់ស្មារតីក៏ប៉ុន្តែកំឡុងពេលនោះគោគូក៏បានរំលឹកទៅដល់ពាក្យសម្ដីរបស់លោកគ្រូគាត់ជាច្រើនដែលបានបង្ហាត់បង្រៀនគាត់កន្លងមកនៅទីបំផុតគោគូក៏អាចដឹងខ្លួនបានឡើងវិញជាមួយនឹងទម្រង់រាងកាយចុងក្រោយរបស់គាត់ផងដែរដែលទម្រង់នេះមានឈ្មោះថា Master Ultra Instinct ឬក៏អាចហៅកាត់បានថាទម្រង់សក់សបន្ទាប់មកគោគូក៏បានបន្តប្រយុទ្ធគ្នាជាមួយនឹងសៃតាម៉ាដោយប្រើធម្មពលនៅក្នុងទម្រង់ចុងក្រោយរបស់គាត់នេះいけるこれで最後だ
នៅចុងបញ្ចប់នៃការប្រយុទ្ធគ្នាមួយនេះកូគូក៏បានប្រើធម្មពលរបស់គាត់នៅក្នុងទម្រង់ចុងក្រោយទាំងប៉ុន្មានប្រែខ្លួនរបស់គាត់ទៅជានាគរាជពណ៌មាសមួយហើយគាត់ក៏បានបញ្ជាឲ្យនាគនោះហោះទៅបុកសៃតាម៉ាដើម្បីឲ្យសៃតាម៉ានឹងធ្លាក់ចុះទៅកាន់ផែនដីវិញនៅពេលដែលចុះមកដល់ខាងក្រោមយើងឃើញថាធម្មពលនាគរាជមួយនោះធ្វើឲ្យសៃតាម៉ានឹងសន្លប់ឈឹងតែម្ដងចំណែកឯកូគូវិញនៅពេលដែលគាត់ចុះមកដល់គឺគាត់ដេកទៅនឹងមួយកន្លែងកម្រើកមិនបានដូចគ្នាដោយសារតែគាត់អស់កម្លាំងពេលហ្នឹងកូគូក៏បានកោតសរសើរទៅដល់សៃតាម៉ាហើយគាត់មិននឹកស្មានថាសៃតាម៉ាហ្នឹងគឺជាមនុស្សដែលមានធម៌ពលខ្លាំងក្លាបែបនេះតតែសោះកូគូក៏បានបន្តទៀតថាគាត់គឺពិតជាចាញ់មនសិការខ្លួនឯងជាខ្លាំងគាត់ក៏បានបដិញ្ញាថានឹងខិតខំប្រឹងប្រែងវឹកហាត់ខ្លួនឯងបន្តទៅទៀតដើម្បីឲ្យខ្លួនឯងហ្នឹងមានធម៌ពលនិងកម្លាំងខ្លាំងជាងនេះបន្ទាប់មកកូគូក៏ចាប់ផ្ដើមសន្លប់ដែរទៅក៏ប៉ុន្តែមុនពេលដែលគាត់សន្លប់ហ្នឹងគាត់ក៏បានឃើញមនុស្សម្នាក់ដែលមានក្បាលតងោលហើយអឺតមើលគាត់ថែមទៀតមិនយូរប៉ុន្មានកូគូក៏បានដឹងខ្លួនឡើងវិញគាត់ក៏បានដឹងថាបរិះមុននេះគឺមិនមែនជាសៃតាម៉ានោះទេដែលម្នាក់នឹងដែរមានឈ្មោះថាគ្រីលីនគឺជាអ្នកស្គាល់គ្នាជាមួយនឹងគាត់កូគូក៏បាននិយាយថាដោយសារតែក្បាលរបស់គ្រីលីននឹងវាដូចទៅនឹងអបិសៃតាម៉ាពេកទើបធ្វើឲ្យគាត់មុននេះគាត់គិតថាគាត់បានឃើញសៃតាម៉ាចំណែកឯហេតុផលដែលកូគូអាចដឹងខ្លួនឡើងវិញហ្នឹងគឺដោយសារតែគ្រីលីនបានឲ្យថ្នាំទឹកព្យាបាលរបួសក៏ដូចជាបង្កើនធម៌ពលមួយយ៉ាងដែលមានឈ្មោះថាសែនស៊ូទៅឲ្យកូគូញ៉ាំKrillin ក៏បានប្រាប់កូគូថាគាត់បានឮសំឡេងវាយគ្នាដ៏ខ្លាំងក្លារបស់កូគូនឹងទើបគាត់ឈានមកចូលមើលនៅកន្លែងនេះពេលនោះកូគូក៏បានសួរ Krillin ថាតើនៅមានសល់ថ្នាំទឹកសែនស៊ូអត់គាត់ចង់ឲ្យសៃតាម៉ាមកគ្រាប់ដែរក្រោយពីសៃតាម៉ាញ៉ាំថ្នាំនោះហើយរបួសក៏ដូចជាធម្មពលរបស់សៃតាម៉ានឹងបានជានឹងត្រឡប់មកវិញជាធម្មតាក្រោយមកសៃតាម៉ាក៏បានដឹងខ្លួនឡើងហើយគាត់ក៏បានអរគុណទៅកាន់ Krillin ដែលបានជួយគាត់ភ្លាមនោះកូគូក៏បានដើរចូលមកដល់រួចសួរទៅកាន់សៃតាម៉ាថាមិនដែរពេលដែលបានវាយគ្នាសាហាវអញ្ចឹងសប្បាយអត់សៃតាម៉ាក៏បានតបទៅវិញថាយីអត់សប្បាយមិនប្រូសប្បាយតាក៏ប៉ុន្តែរៀងខកចិត្តបន្តិចព្រោះថាគាត់អត់បានយកឈ្នះកូគូផងហ្នឹងលើដូចនេះកូគូក៏បានតបទៅវិញថាការប្រយុទ្ធគ្នាមុននេះគឺគាត់អត់បានឈ្នះសៃតាម៉ាដូចតែគ្នានោះទេតែបើចង់ដឹងថាណាគេជាអ្នកឈ្នះនោះមានតែវិធីមួយយ៉ាងទេគឺពួកគេត្រូវប្រយុទ្ធគ្នាម្ដងទៀតនៅពេលនោះ Krillin ក៏បានហោះត្រឡប់ទៅវិញព្រោះអីគេមានការបន្ទាន់ដែលធ្វើឲ្យសៃតាម៉ានឹងទើបតែដឹងថាមុននេះនឹងគាត់ចេះហោះវាយគ្នាជាមួយនឹងកូគូនឹងហើយនៅពេលដែលយើងឃើញគាត់ចេះហោះដោយសារតែផោមនឹងគឺវាមិនមែនអញ្ចឹងទេការពិតទៅគាត់ចេះហោះស្រាប់ហើយតែសៃតាម៉ាចេះតែធ្វើផោមអញ្ចឹងទៅឲ្យយើងសើចលេងហ្នឹងណាបន្ទាប់មកកូគូក៏បានប្រាប់ការពិតទាំងអស់ឲ្យសៃតាម៉ាបានយល់ដែលថានៅពេលដែលកូគូសូមបំណងប្រាថ្នាពីសែនរ៉ននឹងគាត់បានអនុញ្ញាតឲ្យសែនរ៉ននឹងធ្វើឲ្យសៃតាម៉ាចេះហោះដូចគ្នាដើម្បីឲ្យមានការប្រយុទ្ធស្មើភាពគ្នាតាមពិតអញ្ចឹងឯងមុនហ្នឹងខ្ញុំស្មានតែខ្ញុំផោមទៅចេះហោះយើងក៏លេចមកមើលតួអង្គម្នាក់ទៀតដែលគាត់មានឈ្មោះថា Blast ហើយគាត់នឹងដែរគឺជាតួអង្គនៅក្នុងរឿង One Punch Man Pro Blast នឹងដែរគឺជា Hero Top 1 Rank S ដែលជា Hero ដែលគេគិតថាខ្លាំងជាងគេបំផុតនៅក្នុងសមាគម Hero ឥឡូវនេះ Blast មានការព្រួយបារម្ភជាខ្លាំងក៏ដោយសារតែដុំខ្ជូបថែរក្សាលំនឹងចក្រវាឡត្រូវបានរបូតចេញពីដែនរហូតដល់ទៅ2ចំពោះមូលហេតុដែល Blast គ្រប់គ្រងដុំខ្ជូបនឹងលែងជាប់គឺដោយសារតែឥទ្ធិពលប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងសៃតាម៉ាជាមួយនឹងកូគូនឹងឯងនៅពេលហ្នឹង Blast ក៏បានគិតក្នុងចិត្តទាំងក្តីព្រួយបារម្ភថាបើសិនជាគាត់មិនទៅយកដុំខ្ជូបនឹងត្រឡប់មកវិញទេនោះពិភពលោកច្បាស់ជាជួបគ្រោះធំជាមិនខានចំណែកឯដុំខ្ជូបដែលបានរបូតចេញពីដែននឹងវិញឥឡូវនេះយើងក៏បានឃើញថាវាគឺបានបង្កើតទៅជា Black Hole មួយដែលមានចំហាយធម្មពលខ្លាំងមែនទែននៅក្នុងនឹងរីឯបលាស់វិញគាត់ក៏មានអារម្មណ៍ទទួលដឹងពីចំហាយធម្មពលដ៏ខ្លាំងក្លានៅក្នុង Black Hole នឹងដូចគ្នាក៏ប៉ុន្តែគាត់មិនអាចទៅបិទ Black Hole នោះបានភ្លាមៗនោះទេព្រោះគាត់កំពុងតែនៅចាំមើលដុំខ្ជូបដែលនៅសេសសល់កុំឲ្យវារបូតចេញពីដែនទៀតចំណែកឯនៅខាងកូគូហើយសៃតាម៉ាវិញនៅសុកស្រាប់តែលោកគ្រូកៃអូក៏បានធ្វើការទំនាក់ទំនងកូគូពីចម្ងាយដោយលោកគ្រូកៃអូបាននិយាយប្រាប់ដំណឹងអាក្រក់មួយទៅកាន់កូគូថាការប្រយុទ្ធគ្នារបស់គាត់ជាមួយនឹងសៃតាម៉ានឹងបានធ្វើឲ្យចក្រវាឡទាំងមូលឥឡូវនេះលែងមានលំនឹងហើយដោយហេតុនេះវាបានបង្កើតទៅជាលំហ Black Hole មួយដែលវាបញ្ចេញទៅដោយចំហាយធម្មពលបិសាចចឹងហើយពួកគេគឺត្រូវរកវិធីសាស្ត្រក្នុងការបិទ Black Hole នឹងវិញឲ្យបានហើយចំពោះទីតាំង Black Hole នឹងវិញលោកគ្រូកៃអូក៏បានប្រាប់ពួកគេថាវាគឺនៅតំបន់ប៉ូលភាគខាងជើងលោកគ្រូកៃអូក៏បានប្រាប់ផងដែរថាឲ្យកូគូនឹងយកពូម៉ាក់របស់គាត់សៃតាម៉ានឹងទៅជាមួយគ្នាផងដើម្បីជួយគ្នាក្រោយពីបានដំណឹងនេះហើយកូគូក៏បានប្រាប់ឲ្យសៃតាម៉ានឹងដាក់ដៃលើគាត់ចាំគាត់ប្រើ Technique Teleport ជូនសៃតាម៉ាឲ្យដល់ទីតាំងនឹងទាំងអស់គ្នានៅពេលដែលទៅដល់កូគូក៏ស្រាប់តែបានឃើញវីហ្គេតាក៏នៅកន្លែងហ្នឹងដែរនៅពេលហ្នឹងពួកគេទាំង3ក៏បានឈរមើលប្រហោង Black Hole ហ្នឹងដើម្បីរកវិធីសាស្ត្រក្នុងការបិទវាក៏ប៉ុន្តែភ្លាមនោះយើងក៏បានឃើញថាដូចជាមានអ្វីមួយយ៉ាងផ្នែកពណ៌ក្រហមកំពុងតែចង់ចេញពីក្នុង Black Hole មួយហ្នឹង
នៅពេលដែលចេញមកដល់ខាងក្រៅយើងក៏បានឃើញថាវាគឺជា The Hulk ហើយ The Hulk ក៏បានធ្វើការវាយប្រហារទៅលើ Vegeta ភ្លាមៗតែម្ដងなんだこれはくれてるみんなベジータនៅពេលដែល Vegeta តតាំងជាមួយនឹង The Hulk បានបន្តិចភ្លាមនោះក៏សារតែមានពន្លឺភ្នែកអ្វីមួយយ៉ាងបាញ់ចេញពី Black Hole នឹងមកថែមទៀតពេលឃើញដូចនេះក៏គូជាមួយនឹង Vegeta កិច្ចជាមួយនឹងអាពន្លឺនឹងឡើង V បីនឹងចំណែកឯ Saitama វិញឈរថ្មឹងទៅវងើយអត់មានខ្លាចអីមកបៀកបន្តិចក្រោយមកក៏គូជាមួយនឹង Vegeta ក៏បានកលែងទៅមើលអ្នកដែលបានបាញ់ពន្លឺភ្នែកមួយនោះហើយយើងក៏បានឃើញថាគេគឺជា Superman នឹងឯងអាយ៉ាគីឡូធ្ងន់ប៉ះគ្នាហើយលើកនេះមិនមែនឆ្លងទៅក្នុងរឿង anime ណាលើកនេះឆ្លងទាំងចក្រវាឡ DC ចូលដល់ Marvel ទៀតបន្ទាប់មកគូនិង Vegeta ក៏បានសួរ Superman ថាហេតុអីបានជាគាត់វាយប្រហារពួកគេបែបនេះក៏ប៉ុន្តែ Superman អត់បានឆ្លើយតបទៅវិញនោះទេតែគាត់បាននិយាយថាគាត់គឺត្រូវតែការពារភពផែនដីពេលលឺអញ្ចឹងគូអត់ដឹងថា Superman នឹងចង់និយាយពីអីនោះទេពីព្រោះគាត់អត់មានបានបំផ្លាញផែនដីអីផងហ្នឹងយីវាយគ្នាឡើងចង់បែកចក្រវាឡហើយអត់បានបំផ្លាញផែនដីទៀតណាត្រៀមងាប់ហើយទៅឯងឈប់សុំធីមផ្លេតឥឡូវពីរអ្នកយើងណាគេអ្នកវាយមួយ Superman ឥឡូវយីមិនដឹងទេនេះឥឡូវប៉ាវស៊ីងសុំមកចឹងអាណាអ្នកឈ្នះអានឹងអ្នកវាយអូ Vegeta ឈ្នះចឹង Vegeta អ្នកវាយអីចឹងពេលហ្នឹង Vegeta ក៏បានបដូរទម្រង់របស់គាត់ទៅជាទម្រង់ Super Saiyan សក់ពណ៌លឿងរួចហក់ចូលទៅវាយ Superman យកតែម្ដងតែមានណា Superman វាយឡើងទូកនិយាយទៅអាទម្រង់ Super Saiyan ធម្មតាសក់ពណ៌លឿងហ្នឹងទៅអត់រួចមួយ Superman ទេ You won't escape me なんだយើងក៏លេចមកមើល Saitama នេះវិញលេងតោកូគូហើយនឹង Vegeta ទុក Saitama ចោលឲ្យនៅម្នាក់ឯង The Hulk ឃើញអញ្ចឹងចាប់ផ្ដើមលេង Saitama បដ ாய் លេងតោ The Hulk វាយយកជន់កចាប់បោកដោយកូនកែបហើយ Saitama វិញឈរឲ្យ The Hulk វាយធ្វើបង្អើយនិយាយទៅ Saitama អត់តដៃសំបីតែបន្តិចឈរបិទភ្នែកឲ្យ The Hulk វាយលេងបដ ாய்
ចុងក្រោយដកហុកខ្នាញ់ពេកក៏ចាប់ដោតក្បាលតងោលរបស់សៃតាម៉ានឹងបញ្ឆះជើងឡើងលើបដ ாய் ទៅស្អប់មាំណាអាគេខំវាយចងប់ឯងឈរនៅស្ងៀមដោតក្បាលបញ្ឆះជើងឡើងលើអញ្ចឹងបានសំមុខប្រងោលឯងកាត់មកខាងកគូនេះវិញកំពុងតែឈរមើលវីកតាវាយគ្នាជាមួយស៊ុបអឺមែនហ្នឹងលោកគ្រូកៃអូក៏បានមកប្រាប់ទៀតហើយថាស៊ុបអឺមែនជាមួយនឹង The Hulk ដែលបានចេញពី Black Hole ហ្នឹងគឺទទួលបានធម្មពលបិសាចចេញពី Black Hole នឹងផងដែរដូចនេះកម្លាំងនិងធម្មពលរបស់ពួកគេទាំងពីរហ្នឹងគឺកើនឡើងទ្វេដងចឹងហើយពេលដែលវាយជាមួយនឹង The Hulk ហើយនឹង Superman ហ្នឹងសូមកុំឲ្យមើលងាយពួកគេទាំងពីរឲ្យសោះប្រយ័ត្នមានគ្រោះថ្នាក់មួយវិញទៀតលោកគ្រូកៃអូក៏បានប្រាប់ឲ្យកូគូហ្នឹងជួយរកវិធីបិទ Black Hole ហ្នឹងឲ្យបានលឿនទៅបើមិនចឹងទេច្បាស់ជាមានរឿងអាក្រក់ជាងនេះជាមិនខានក៏ប៉ុន្តែកូគូក៏បានសួរទៅកាន់លោកគ្រូកៃអូវិញថា Black Hole ហ្នឹងគេបិទវាម៉េចហើយលោកគ្រូកៃអូក៏អត់បានដឹងពីរឿងនេះដូចគ្នាពីពួកគាត់ទៅតែជួបដែរហ្នឹងចឹងហើយលោកគ្រូកៃអូក៏បានប្រាប់ទៅកាន់កូគូថាគាត់នឹងទៅសាកសួរគេលោមើលនៅកន្លែងផ្សេងទៀតបើសិនជាណាគេដឹងចាំគាត់ប្រាប់ដំណឹងមកវិញយើងមកមើលការប្រយុទ្ធគ្នារវាង Superman ជាមួយនឹង Vegeta នេះវិញឥឡូវនេះ Superman វាយ Vegeta ឡើងចិត្តទូអីជាមួយនឹងតម្រង Super Saiyan ធម្មតារបស់គាត់ហ្នឹងពេលឃើញ Vegeta ត្រូវបាន Superman វាយឡើងទួអញ្ចឹងកូគូក៏បានចង់ចូលទៅជួយក៏ប៉ុន្តែព្រាមនោះ Vegeta ក៏បានងើបឡើងវិញជាមួយនឹងតម្រង God Mode តម្រងព្រះសក់ប៉កាឈូក៏ហើយ Vegeta ក៏បានប្រាប់ឲ្យកូគូនឹងថយទៅវិញទៅរួចបញ្ញាប់ទៅជួយមិត្តភ័ក្តិរបស់គាត់វិញទៅព្រោះថាមិត្តភ័ក្តិរបស់កូគូសៃតាម៉ាហ្នឹងគឺនៅតែម្នាក់ឯងនោះទេអូមែនតើភ្លេចតិចគេវាយប្រងោលខ្ញុំងាប់បាត់ទៅមើលសិនអត់បានទេបន្ទាប់មក Vegeta ជាមួយនឹង Superman ក៏បានធ្វើការប្រយុទ្ធគ្នាបន្តទៀតយើងឃើញថាលើកនេះ Vegeta គ្រាន់ស៊ីសងជាមួយនឹង Superman ខ្លះជាមួយនឹងតម្រង God Mode មួយនេះយើងមកមើលខ្សែម៉ាយើងទៀតឥឡូវហ្នឹងក្បាលនៅដាំជើងឡើងលើឡើយទេថាប៉ែហុកនៅនឹងដែរមិនដឹងកើតស្អីទេក៏វាយខ្សែម៉ាថែមទៅព្រោះអបសុកខ្លាំងពេកយើងមកមើល Ballas ដែលជាកំពូល hero ប្រចាំសមាគមរបស់យើងឯនេះវិញឥឡូវនេះគាត់ក៏បានធ្វើដំណើរមកដល់កន្លែង Black Hole យើងដែរហើយនៅពេលដែលមកដល់ឃើញ Black Hole បែបនេះ Ballas អត់គិតច្រើននោះទេគាត់ក៏បានប្រើធម្មពលរបស់គាត់ទាញ Black Hole មួយនោះចូលទៅក្នុងដុំ Cube វិញចៃដន្យអីស្របពេលជាមួយគ្នានោះនៅពេលដែលកូគូកំពុងតែដើររកសៃតាម៉ាហ្នឹងកូគូក៏បានជួបជាមួយនឹង Ballas ហើយក៏បានឃើញពីសកម្មភាពដែល Ballas ហ្នឹងប្រើធម្មពលរបស់គាត់បិទ Black Hole មួយនោះបន្ទាប់ពី Ballas បានបិទហើយកូគូមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះថាលោកគ្រូរបស់គាត់អត់មានសមត្ថភាពបិទវាផងតែ
តែប្រឡាស់វិញគឺមានសមត្ថភាពអាចបិទវាបានគឺពិតជាអស្ចារ្យខ្លាំងមែនទែនចំណែកឯប្រងោសៃតាម៉ារបស់យើងឯនេះវិញឥឡូវនេះគាត់ដាច់ចិត្តឡើងវាយហើយឡើងវាយនឹងមិនមែនចង់ប្រមាណទេណាក៏ដោយសារតែគាត់នឹងផ្ដាសាយងាខ្លាំងពេកចង់បញ្ញាប់ទៅផ្ទះមើលតែសបោរបស់សៃតាម៉ាហៀចង់ចូលមាត់ហើយហ្នឹងនិយាយមិនទាន់ផុតពីមាត់ផងសៃតាម៉ាក៏បានកដាស់ឆេះមានណាដឺហុកនឹងក៏បានប៉ើងដល់ណាដល់ណីហើយមិនត្រឹមតែកដាស់នឹងធ្វើឲ្យដឺហុកប៉ើងទេណានិយាយទៅកដាស់មួយឆេះរបស់សៃតាម៉ានឹងធ្វើឲ្យបង្កើតទៅជាព្យុះមួយដែលធ្វើឲ្យគ្រប់គ្នានឹងទប់ខ្លួនលែងចង់នឹងអស់ហើយនៅកន្លែងប្រឡាស់ជាមួយនឹងកគូឯនេះវិញចំហាយខ្យល់ព្យុះដែលចេញពីការផ្ដាសាយរបស់សៃតាម៉ានឹងក៏បានធ្វើឲ្យដុំខ្ជូបនោះប៉ើងទៅរកគូហើយកគូក៏បានចាប់វាជាប់ទៅនឹងដៃពេលឃើញដូចនេះប្រឡាស់មានការតក់ស្លុតជាខ្លាំងហើយក៏បានប្រាប់ឲ្យកគូនឹងកុំឲ្យប៉ះប្រអប់ខ្ជូបមួយនឹងឲ្យសោះក៏ប៉ុន្តែវាយឺតពេលបាត់ទៅហើយពេលហ្នឹងយើងក៏បានឃើញថាភ្នែករបស់គគូក៏បានប្រែទៅជាក្រហមហើយរាងកាយរបស់គាត់វិញប្រែទៅជាស្លេកស្លាំងមិនដឹងថាមកពីមូលហេតុអីនោះទេអូខេហ្នឹងហើយអ្នកនរគ្នាសាច់រឿងសៃតាម៉ាប្រយុទ្ធគ្នាជាមួយនឹងកគូវគ្គទី2គឺត្រូវបានបញ្ចប់ទៅត្រឹមហ្នឹងadmin ចង់ដឹងថាអ្នកនរគ្នាចូលចិត្តសាច់រឿងបែប fan animation ចឹងអត់ចំពោះ admin វិញ admin គិតថាសាច់រឿងនេះគេរៀបចំមកគឺល្អសាច់រឿងវាប្រតិកាលាគ្នាល្អគួរសមដែរអញ្ចឹងទៅយើងអាចទទួលយកវាបាននិយាយទៅវាមិនល្អបាន perfect 100%ដូចរបស់គេស៊ីននោះទេអូខេហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអ្នកទាំងអស់គ្នាអាច comment ប្រាប់ admin នៅខាងក្រោមបានហើយបើសិនបើជាគេចេញភាគថ្មីទៀត admin នឹងយកមកនិយាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ទៀតបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តវីដេអូនេះអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like និង subscribe បើ